ก็សូមស្វាគមន៍មកកាន់ Channel My and Money ហើយពីបទយើងថ្ងៃនេះគឺនឹងនិយាយទាក់ទងពីសារៈសំខាន់នៃការមានវិន័យដើម្បីទទួលបាននូវអ្វីដែលយើងចង់បានក្នុងជីវិតតើអ្នកនរគ្នាធ្លាប់ចាប់អារម្មណ៍ទេថាអ្នកដែលរៀនបានពីទីមុនគឺគាត់មានពេលច្រើនជាងរៀនបានខ្ពស់នេះក៏ព្រោះតែការមានកម្មវិធីចំណេះជំនាញនិងទេពកោសល្យគឺមានគ្រប់គ្រាន់តែវិន័យឯនោះទេដែលជាធម៌ពលដ៏អស្ចារ្យដែលអ្នកបានស្គាល់និងកម្មវិធីឈប់និយាយថាអ្នកនេះសម្ដាបានខ្លាចជាអ្នកមានអីទៅខ្ញុំដឹងថាអ្នកនោះមានជំនាញឬក៏សម្ដែងទេប៉ុន្តែខ្ញុំដឹងថាអ្នកដែលបានជោគជ័យសម្រេចគោលបំណងក្នុងជីវិតរបស់នឹងគឺពួកគេមានចំណុចរួមមួយគឺវិន័យក្នុងការធ្វើអ្វីមួយឲ្យបានស្មើតែអ្នកធ្លាប់ប្រាប់ខ្លួនឯងថាខ្ញុំចាប់តាមកិច្ចការមួយទៅពេលខ្ញុំអារម្មណ៍ល្អថាជាការសន្សំលុយការកសាងអាជីវកម្មឬការវិនិយោគលើខ្លួនឯងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាការយកអារម្មណ៍មកធ្វើអ្វីជាទូទៅគឺនឹងមិនបានសម្រេចព្រោះពេលមានការហត់នឿយអ្នកនឹងលែងចង់ធ្វើប៉ុន្តែបើសិនបើអ្នកយកវិន័យធ្វើជាគោលការណ៍វិញនោះអ្នកនឹងតបានយូររហូតដល់អ្នកអាចបញ្ចប់បានហើយបើសិនបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពការវិភពរបស់គំនិតហើយនឹងអនាគតរបស់អ្នកគឺវិន័យនេះឯងដែលជាគន្លឹះក្នុងការធ្វើឲ្យវាបានសម្រេចការប្រើអារម្មណ៍ធ្វើការគឺដូចជាការប្រើថ្នាំបើកម្លាំងអញ្ចឹងវាធ្វើឲ្យអ្នកមានទឹកចិត្តយ៉ាងពុះកញ្ជ្រោលប៉ុន្តែវាគឺបានតែមួយផ្លែតប៉ុណ្ណោះឯងក៏មកអ្នកក៏ទុនដៃទុនជើងអ្នកធ្វើការប្រើអារម្មណ៍ជាទូទៅអំឡុងពេលអានឬក៏ស្ដាប់អត្ថបទនានាទាក់ទងនឹងលុយដែលត្រូវចិត្តរបស់គេហើយគេមានអារម្មណ៍ថាត្រូវតែធ្វើវាឲ្យបានគេនឹងសន្សំគេនឹងវិនិយោគសាច់ប្រាក់ដែលរាប់បានយ៉ាងច្បាស់តែមិនបានប៉ុន្មានថ្ងៃក៏ត្រឡប់មកសភាពដើមវិញហើយនៅតែចំណាយលើរបស់មិនចាំបាច់មិនបានប្រើលុយវិនិយោគចំគោលដៅគេបានចាត់ទុកទៅដែរនោះដោយសារតែគេមានអារម្មណ៍ល្អទាំងពេលសូមដឹងថាអារម្មណ៍របស់មនុស្សតែងតែផ្លាស់ប្ដូរដូច្នេះបើមិនប្រវត្តិចោលការធ្វើការដោយប្រើអារម្មណ៍ហើយចាប់ផ្ដើមយកវិន័យមកដាក់មុខទេអ្នកនឹងនៅតែមិនអាចអភិវឌ្ឍហើយនឹងនៅតែបន្តបរាជ័យដងហើយដងទៀតចឹងឥឡូវនេះយើងនិយាយពីវិន័យម្ដងបើវិន័យគឺមិនរងចាំព្រោះតែយើងមានអារម្មណ៍ល្អទើបធ្វើការណាមួយនោះទេវាមានន័យថាបើទោះបីជាអារម្មណ៍មិនល្អក៏ដោយឬក៏មានអារម្មណ៍ថាឈឺចាប់អស់កម្លាំងមានអ្នកណាចិត្តប៉ុន្តែនៅពេលដែលយើងយកវិន័យមកដាក់មុខវានឹងធ្វើយើងនៅតែបន្តធ្វើវាខ្ញុំឧទាហរណ៍មួយដូចជាអ្នកចង់សន្សំលុយមួយខែ$20តែបើទោះបីជានៅខែខ្លះនៅពេលទៅផ្សារទិញម្ហូបហើយស្រាប់តែដើរទៅឃើញស្បែកជើងគេដាក់លក់ស្អាតត្រូវចិត្តអញ្ចឹងនៅពេលអ្នកមានវិន័យបើទោះបីជាឃើញបែកជើងនឹងស្អាតត្រូវចិត្តយ៉ាងណាក៏ដោយក៏អ្នកនឹងត្រូវទិញវាដែរឧទាហរណ៍សាមញ្ញមួយទៀតគឺអ្នកបានដាក់វិន័យថាត្រូវអានសៀវភៅមួយថ្ងៃ20ពណ៌ដូច្នេះបើទោះបីជាថ្ងៃនឹងអ្នកអស់កម្លាំងឬក៏មានរឿងភាគចេញថ្មីល្អមើលយ៉ាងណាក៏ដោយក៏អ្នកមិនត្រូវបិទសៀវភៅទៅមើលរឿងដែរលុយមិនរត់របស់អ្នកព្រោះតែអ្នកមានចិត្តរំជើបរំជួលធ្វើវាយ៉ាងអស្ចារ្យត្រឹមតែមួយរយៈពេលខ្លីនោះទេវារីកធំធាត់ដោយសារតែអ្នកតធ្វើអ្វីមួយដែលអ្នកគិតថាត្រឹមត្រូវនោះដោយមិនឈប់ទោះបីជា
តែមួយថ្ងៃបន្តិចយ៉ាងណាក៏ដោយឲ្យតែអ្នកធ្វើមិនឈប់គឺលុយចូលចិត្តណាស់បាទហើយបើសិនបើអ្នកអាចធ្វើដោយមិនឈប់បែបនោះទីបំផុតវានឹងខ្លាចទៅជាទម្លាប់នឹងហើយជាពេលវេលាដែលអ្នកនឹងរត់ទៅក្រោយហើយនឹងនិយាយថាខ្ញុំបានដើរមកដល់ចំណុចនេះដោយសារតែខ្ញុំបានឈប់ពីចំពោះដំបូងនេះគឺជាអ្វីដែលអ្នកត្រូវចាំបើសិនបើចង់ផ្លាស់ប្ដូរឲ្យកាន់តែល្អប្រសើរក្នុងជីវិតរបស់ខ្លួនគឺអ្នកមិនចាំបាច់មានផែនការអីឲ្យសម្បើមអស្ចារ្យទេសូមរៀបចំផែនការកម្មវិធីធម្មតាទៅបាទរួចហើយធ្វើវាបន្តរហូតកុំឲ្យដាច់ហើយជួបរងចាំការលើកទឹកចិត្តពីអ្នកណាម្នាក់ហើយចាប់ផ្ដើមគិតថាតើអ្នកចង់បានអ្វីក្នុងជីវិតហើយនឹងត្រូវធ្វើអ្វីខ្លះដើម្បីបានហើយធ្វើវាជាមួយនឹងវិន័យឲ្យបានមើលម៉ាត់បំផុតនេះមិនខុសពីអារម្មណ៍អ្នកល្អឬក៏អត់ទេគឺនិយាយតែពីការដែលអ្នកអាចចាប់ផ្ដើមរហូតដល់អ្នកអាចបញ្ចប់វាដោយជោគជ័យទៅតាមអ្វីដែលអ្នកបានចង់បានបាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ប្រធានបទយើងហើយបើសិនបើអ្នកទាំងគ្នាមានបបវិញថែមអាច comment ខាងក្រោមហើយសូមជួយចុច like និង subscribe